ទីបំផុតស្រុករុក្ខគិរីអាចដាំទុរេនទទួលបានលទ្ធផលផ្លែផ្កាហើយចាប់ពីពេលនេះទៅយើងមានទុរេនហូបប្រចាំស្រុកខ្លួនឯងដូចគេដែរហើយនេះគឺជាទំព័រថ្មីមួយដែលយើងគ្រប់គ្នាគួរតែអបអរសាទរយើងដឹងហើយថាកន្លងមកនៅខាងរុក្ខគិរីយើងនេះក៏ដូចជាអតីតស្រុកមោលស័យពីមុនគឺយើងមិនដែលមានចំការទុរេនដែលដាំបានចេញជាលទ្ធផលផ្លែផ្កាបានញ៉ាំដល់ឡើយទេឲ្យតែដល់រដូវទុរេនទុំបងប្អូនប្រជាពលរដ្ឋនៅខាងរុក្ខគិរីមោលស័យក៏ដូចជានៅតាមបណ្ដាស្រុកផ្សេងតែងទៅនាំគ្នាបុកទៅលេងនិងទៅទិញទុរេននៅខាងសំឡូតប៉ុន្តែចាប់ពីឆ្នាំ2026នេះតទៅស្រុករុក្ខគិរីបានបើកទំព័រប្រវត្តិសាស្ត្រថ្មីនៅផលិតផលមួយគឺទុរេនរុក្ខគិរីចាប់ពីពេលនេះទៅគឺយើងលេងពិបាកធ្វើដំណើរទៅឆ្ងាយដើម្បីទិញទុរេនទៀតហើយគ្រាន់តែលើដំណឹងថាស្រុករុក្ខគិរីយើងមានចំការទុរេនដែលកំពុងតែប្រមូលផលខ្ញុំនេះមិនចាំយូរទេធ្វើដំណើរមកដល់ភ្លាមចង់ដឹងថាតើវាជាការពិតទេឥឡូវនេះខ្ញុំកំពុងតែនៅក្នុងចំការទុរេនដែលមានផ្លែស្ថិតនៅទីតាំងភូមិអូម៉ានីឃុំអាសាក់ស្រុករុក្ខគិរីខេត្តបាត់ដំបងពិតប្រាកដមែនលោកពូក៏បានបញ្ជាក់ថាការពីម្សិលមិញមានបងប្អូនប្រជាពលរដ្ឋមកលេងច្រើនមែនទែនអ្នកខ្លះគេថាតើវាជាការពិតទេគាត់ចង់ដឹងគាត់ក៏នាំគ្នាមកដល់ឃើញចំការទុរេនគឺមានផ្លែពិតប្រាកដមែនបានគាត់លន់មកថាវ៉ាវរុក្ខគិរីយើងឥឡូវក៏មានទុរេនប្រចាំស្រុកហូបដូចគេដែរហើយអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចមកគាំទ្រនិងមកទស្សនានៅចំការទាំងអស់គ្នាឆ្នាំនេះគឺជាឆ្នាំដែលប្រមូលផលបានផ្លែផ្កាដំបូងឬក៏យើងធ្លាប់បានប្រមូលផលកន្លងមកដែរលោកពូឆ្នាំទី1ជាឆ្នាំទី1ហើយហ្នឹងហើយអញ្ចឹងគឺជាទំព័រដំបូងហើយដែលស្រុករុក្ខគិរីយើងមានផ្លែទុរេនទទួលបានជាផ្លែផ្កាចាប់ពីឆ្នាំនេះទៅយើងដឹងហើយថាកន្លងមកគឺស្រុករុក្ខគិរីយើងក៏ដូចជាស្រុកមោងកន្លងមកគឺមិនដែលមានកន្លែងចំការទុរេនណាដែលដាំបានផលនោះទេអញ្ចឹងឥឡូវនេះគឺយើងឃើញថានៅខាងស្រុករុក្ខគិរីយើងគឺចាប់ផ្ដើមមានទុរេនហើយអញ្ចឹងបងប្អូនអាចអញ្ជើញមកលេងមកទិញមកកំសាន្តនៅចំការទុរេនសម្រាប់ខ្ញុំដែលជាប្រជាពលរដ្ឋម្នាក់ដែលនៅក្នុងស្រុករុក្ខគិរីក៏សប្បាយចិត្តដែរគ្រាន់តែថាឮថាខាងស្រុករុក្ខគិរីយើងចាប់ផ្ដើមមានដំណាំទុរេនគឺខ្ញុំមកដល់ភ្លាមដើម្បីមកផ្ដិតយករូបភាពចង់ដឹងថាតើវាជាការពិតឬក៏អត់ព្រោះអីយើងឮតែគេនិយាយឃើញតែគេផុសយើងអត់ដឹងថាវាជាការពិតឬក៏អត់ទេតតែមកដល់កន្លែងផ្ទាល់បានដឹងថាអូតាមការពិតនៅរុក្ខគិរីយើងក៏ចាប់ផ្ដើមមានទុរេនហូបនឹងគេដែរហើយនិយាយទៅសូម្បីតែបងប្អូនយើងដែលជាភ្ញៀវគាត់មកលេងមករកផ្លែទុរេនហ្នឹងក៏គាត់សប្បាយចិត្តដែរមើលគាត់សប្បាយចិត្តបាទគាត់សប្បាយចិត្តមិនចង់ជឿថានៅតំបន់គាត់នៅស្រុកគាត់នឹងដាំបានអញ្ចឹងណាបាទគាត់ឮគេផ្សព្វផ្សាយតាមអនឡាញហ្នឹងក៏គាត់នាំគ្នាមកមើលបាទតើភាពជាក់ស្ដែងមានពិតដោយការផ្សព្វផ្សាយនឹងដែរអត់ហ្នឹងបាទដល់គាត់មកឃើញគាត់សប្បាយចិត្តអញ្ចឹងលោកពូដើមទុរេនលោកពូទាំងអស់នេះមានប្រមាណដើមដែរលោកពូដើមសេរីអាធំនេះមាន200ដើមមាន200ដើមឆ្នាំមុននេះដើមបន្តបាទខ្ញុំឃើញខាងមុខនេះមានទូចដើមបន្តទៀតណាលោកពូដើមបន្ត500ដើមទៀត500ដើមទៀតសរុបទៅទាំងតូចទាំងធំហ្នឹង700ទាំងអស់700ដើមបាទហើយអាតូចនេះ2030បានផល2030បានផលបាទអញ្ចឹងយើងនៅតែ4ឆ្នាំទៀតទេបាទចឹងលោកពូសម្រាប់ទីផ្សារវិញតើលោកពូដាមនេះយើងមានជាដៃគូសហការសម្រាប់ធ្វើទីផ្សារឬក៏យើងធ្វើការលក់ដូរជាលក្ខណៈអនឡាញឬក៏នៅតាមបណ្ដាញសង្គមដែរលោកពូលក់ដូរនេះតាមបណ្ដាញសង្គមនឹងខ្លះហើយភ្ញៀវបងប្អូនយើងនៅក្នុងស្រុករុក្ខគិរីនៅស្រុកមោងហ្នឹងគាត់មកច្រើនបាទមកច្រើនមកនិយាយទៅការផ្គត់ផ្គង់ឲ្យពួកគាត់ហ្នឹងមិនគ្រប់ទៀតបាទមិនគ្រប់ទេព្រោះអីយើងដឹងហើយថាដំណាំវាមិនសម្បូរដូចដំណាំផ្សេងទេបាទគឺជាដំណាំមួយដែលស្រួលក្នុងការលក់ស្រួលក្នុងការធ្វើទីផ្សារសម្រាប់ដំណាំទុរេនលោកពូដើមនេះតើលោកពូដើមរយៈកាលអាយុប្រហែលឆ្នាំហើយលោកពូអាដើមធំនេះនិយាយទៅចូលក្បាល6ឆ្នាំហើយ6ឆ្នាំហើយបើគាត់ថាយើងដាំហ្នឹងវាមានងាប់ខ្លះយ៉ាងទៅយើងឃើញមានដើមតូចជាងគ្នាធំជាងគ្នាអញ្ចឹងណាបាទមាន6ឆ្នាំមាន4ឆ្នាំប៉ុន្តែ4ឆ្នាំយើងចាប់ដើមយកផលវាបានហើយបាទអញ្ចឹងតើតួនឹងបច្ចេកទេសនៃការដាំដុះលោកពូតើវាលំបាកដែរទេពូសម្រាប់ការថែទាំទៅលើដំណាំទុរេននេះគួរសមដែរពិបាកគួរសមដែរបាទនិយាយការដាំគឺយើងមិនអាចដើរចោលបានយូរបាទហើយត្រូវការអ្នកថែទាំហ្នឹងគាត់ប្រកែយកមកថ្ងៃខ្ញុំមានកូនចៅគាត់ពីអ្នកប្តីប្រពន្ធហ្នឹងគាត់នៅប្រចាំការនៅហ្នឹងគាត់គិតថារបស់
នេះដូចរបស់គាត់ចឹង បាទបាទ ពេលណាដែលខ្ញុំអត់នៅគឺគាត់មើលថែដូចរបស់គាត់ចឹងគាត់ស្រឡាញ់ បាទ អានេះគឺ ពេលណាជួបបញ្ហាគាត់តែងតែឈឺឆ្អាល ផ្លែផ្កា សឹងតែឈឺឆ្អាលជាងខ្ញុំជាម្ចាស់ទៀត បាទបាទ ពួកពួកខ្ញុំ អា ល នេះ ង គឺ វល់ ជា នេះ ភាពស្មោះត្រង់គឺជាការរៀបចំថែទាំទៅលើដំណាំទុរេន បាទ ការថែរក្សាផ្សេង បាទ ចុះចំពោះទឹកនេះលពូបុកអណ្ដូងឬក៏យើងយកប្រភពទឹកស្ទឹងមកដែរបង ប្រភពទឹកស្ទឹង ទឹកស្ទឹង យើងហៅស្ទឹងដូនទ្រីនេះ បាទបាទ និយាយទៅអានេះយើងហៅសាមញ្ញយើងថាស្ទឹងមងណាពី បាទ មុន បា ណា ទ ដែលក្នុងផែនទីគេហៅថាស្ទឹងដូនទ្រីតាំងពីបរមរានមកណា បាទបាទ បាទទឹកនេះបបោបើនិយាយទៅតាំងពីគេធ្វើតំណប់ដូនទ្រីនេះហើយមក គឺយើងលេខបារ នៅ ម្ភ ក្នុងស្ទឹងខ្ញុំនេះទឹកបបោ បាទ អត់ គឺយើងលេខបារម្ភថារឿងដាច់ទឹកហើយ បាទបាទ បាទ